សូមជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងនៅចំការពុទ្រាបាទចំការពុទ្រាមួយកន្លែងនេះបាទដល់រដូវកាលប្រមូលផលហើយបាទបងប្អូនចាប់ផ្ដើមមានទុំម្ដងបាទចំការពុទ្រានេះมันមានច្រើនដើមទេបងប្អូនប្រហែលជា50ដើមតែប៉ុណ្ណោះប៉ុន្តែម្ដងគឺផ្លែខ្លាំងបងប្អូនបាទខ្ញុំមកដល់ហើយឃើញខ្វាកតែម្ដងបងប្អូនប៉ុន្តែផ្លែវានៅស្ទើរដែរបងប្អូនណាទុំមេមួយហ្នឹងហើយពុទ្រានេះគឺគាត់ដាំនៅលើប្រឡាយទឹកបងប្អូនបាទគាត់មានជំអូទឹកនៅចំកណ្ដាលដាំពុទ្រានៅលើភ្លឺប្រឡាយតែម្ដងបាទមានទុំខ្លះបងប្អូនផ្លែមែនតែម្ដងបងប្អូនអូគាត់ដាំចម្រុះបងប្អូនណាមានពុទ្រាបាទហើយខាងក្នុងគឺមានមកកាក់ទៀតបាទវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រមួយដែលល្អដែរនោះម្ចាស់ជាការគាត់កំពុងតែបេះពុទ្រាហ្នឹងហើយគាត់បេះអោយម៉ួយរបស់គាត់យ៉ាងម៉េចហើយបេះបានច្រើនទេបាទហ្នឹងហើយគាត់កំពុងតែបេះពុទ្រាឲ្យភ្ញៀវរបស់គាត់ពុទ្រានេះគឺជាពុទ្រាធម្មជាតិតែម្ដងបងប្អូនប៉ុន្តែឃើញនៅខាងក្រោមដើមក៏មានជ្រុះច្រើនដែរបងប្អូនណាដូចជាមានដង្កូវហ្នឹងហើយរបស់ធម្មជាតិគឺតែងតែមានការបាត់បង់ចឹងបងប្អូននេះមកកាក់នេះក៏ផ្លែខ្លាំងណាស់បងប្អូនហ្នឹងហើយពុទ្រានេះគាត់ដាំបានល្អមែនទែនបងប្អូនណានៅក្នុងចំការរបស់គាត់នេះគាត់រៀបចំបានល្អគួរសមរបស់គាត់បាទអរគុណគ្រប់លាបងប្អូន